ชีวิตมนุษย์យើង10ឆ្នាំមកដឹងថាមានប្រមាណដងទេបងប្អូនទាំងអស់គ្នាហើយខែបុណ្យខែទៀនគឺយាយតាឪពុកម្ដាយរបស់យើងគាត់គ្រាន់តែចង់ឃើញកូនចៅជួបជុំគ្នាធ្វើកម្មវិធីសប្បាយជាមួយនឹងគ្រួសារយើងតែប៉ុណ្ណោះហ្នឹងហើយជំរាបសួរអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះយាយរបស់ខ្ញុំម្ដាយរបស់ខ្ញុំគាត់បាននិមន្តព្រះសង្ឃមកប្រោះព្រំនៅក្នុងផ្ទះខ្ញុំអញ្ចឹងទៅបងប្អូនហើយកន្លែងដូចខ្ញុំនិយាយពីដំបូងអញ្ចឹងជីវិតមនុស្សយើង10ឆ្នាំមិនមានច្រើនដងទេជីវិតយើងកូនជាកូនណាគឺបំពេញតួនាទីឲ្យម្ដាយខែបុណ្យខែទៀនគឺសប្បាយជួបជុំបងប្អូនហ្នឹងគឺល្អមែនតើបងប្អូនទាំងអស់គ្នាយើងអាយុកាន់តែច្រើនមនុស្សចាស់ដូចជាម្ដាយរបស់យើងយាយរបស់យើងក៏គាត់អាយុកាន់តែច្រើនដែរហ្នឹងហើយខ្ញុំរំភើបមែនតើរំភើបដែលម្ដាយរបស់ខ្ញុំគាត់បានធ្វើកម្មវិធីនេះឡើងឲ្យក្មួយរបស់ខ្ញុំគាត់បានចេះសំពះលោកហើយយើងជួបជុំបងប្អូនអ៊ំពូមីងច្រើនមែនតើក្នុងថ្ងៃហ្នឹងខ្ញុំពិតជាសប្បាយចិត្តនឹងការជួបជុំមួយនេះឲ្យរំភើបមែនតើរំភើបដែលឃើញពួកក្មេងៗក្មួយៗរបស់ខ្ញុំគាត់ចេះសំពះលោកចេះដឹងចេះតុងខែបុណ្យខែទៀនគឺល្អមែនតើអត់មាននរណាបង្គាប់គាត់ទេគ្រាន់តែយើងហៅគាត់មកគឺគាត់ដើរចូលមកសំពះលោកក៏ដូចជាអង្គុយក្បែរចាស់ដូចឯងខ្ញុំមនុស្សចាស់អញ្ចឹងបងប្អូនទាំងអស់គ្នាអើយបន្ទាប់ពីស្ដាប់លោកទេហើយអូនពូមីងចិត្តខាងទាំងអស់គ្នាហ្នឹងក៏គាត់បានចូលរួមជាបច្ច័យខ្ញុំអរគុណមែនតើអរគុណដែលទឹកចិត្តពួកគាត់ដែលបានចូលរួមក្នុងថ្ងៃហ្នឹងណាបងប្អូនគឺច្រើនកោះកមែនតើអរគុណហើយក៏បានលោកតាក៏ឲ្យអំបោះចងដៃជាមួយនឹងកូនបងប្អូនទាំងអស់គ្នាហើយក៏ជូនដល់យាយតារបស់យើងហើយអស់អញ្ចឹងណាបងប្អូនទាំងអស់គ្នាក៏ចូលដល់កម្មវិធីមួយទឹកស្រង់ព្រះរស់នឹងឯងបងប្អូនទាំងអស់គ្នាហើយកន្លែងនេះគឺសំខាន់មែនតើកូនចៅយាយតាគឺជួបជុំគ្នាមួយទឹកឲ្យចាស់គឺសប្បាយមែនតើកម្មវិធីមួយនេះខ្ញុំតែងតែធ្វើវាជារៀងរាល់ឆ្នាំហើយជាពិសេសគឺកូនចៅខ្ញុំលើកស្ទួយឲ្យពួកយើងទាំងអស់គ្នាធ្វើកម្មវិធីនេះឡើងជួបជុំបងប្អូនម៉ែឪយាយតាចាស់ខែបុណ្យទៀនគឺសប្បាយមែនតើពួកគាត់អត់ចង់បាននេះទេគាត់តែចង់ឃើញកូនចៅទៅជួបគ្នាសប្បាយជួបជុំម៉ែឪបងប្អូនអ៊ំពូមីងគឺសប្បាយមែនតើពួកយើងទាំងអស់គ្នាពេញមួយថ្ងៃមានតែស្នាមញញឹមគឺសប្បាយចិត្តស្ដាយមែនតើគឺនៅក្បែរផ្ទះខ្ញុំហ្នឹងគឺអត់សូវមានមនុស្សចាស់ទេបងប្អូនហើយបើសិនជាបានមនុស្សចាស់ច្រើនគឺសប្បាយមែនតើពួកយើងសប្បាយនឹងមុជទឹកកក់សឲ្យគាត់លាបម្សៅឲ្យគាត់ណាបងប្អូនទាំងអស់គ្នាតែជុំវិញផ្ទះខ្ញុំគឺអត់សូវមានមនុស្សចាស់ទេកន្លែងនេះគឺខ្ញុំហួសចិត្តជាខ្លាំងហ្មងបងប្អូនទាំងអស់គ្នាក្មួយរបស់ខ្ញុំគឺគាត់ចេះមែនតើអត់មានអ្នកណាបខិតបខំគាត់ឲ្យធ្វើទេគឺគាត់ទៅលៀងជើងឲ្យយាយគេលៀងជើងឲ្យតាគេស្រឡាញ់ហ្មងលក្ខណៈពូគេទៅសួរណាបងប្អូនទាំងអស់គ្នាគឺគាត់ចេះហ្មងគឺអត់មានអ្នកណាបរៀនអត់មានណាបខិតបខំទេគឺគាត់ទៅលៀងជើងដោះដៃដោះជើងឲ្យម្ដាយរបស់ខ្ញុំនឹងត្រូវជាយាយគេនឹងឯងហើយតារបស់ខ្ញុំសប្បាយចិត្តមែនតើបន្ទាប់ពីមុជទឹកហើយគឺយើងមានរបស់របរទិញទួចដូចជាសរងទឹកសុទ្ធនិងភេសជ្ជៈអីទិញទួចលុយទិញទួចណាបងអូនបន្ទាប់មកគឺបានទឹកមុនហើយយាយខ្ញុំបានទឹកមុនគឺដើរស្រោចគ្រប់ចៅទាំងអស់បន្ទាប់មកគឺខ្ញុំក៏បានស្លៀកសម្លៀកបំពាក់ឲ្យយាយខ្ញុំអញ្ចឹងណាបងប្អូនទាំងអស់គ្នាខ្ញុំមិនមែនជាមនុស្សដែលល្អឥតខ្ចោះទេតែគ្រាន់ថាខ្ញុំចូលចិត្តខ្ញុំស្រឡាញ់មនុស្សចាស់មែនតើជាពិសេសគឺយាយរបស់ខ្ញុំគឺខ្ញុំស្រឡាញ់មែនតើខ្ញុំនៅតែយាយមួយនេះទៀតទេមិនដឹងថាខ្ញុំនៅជាមួយនឹងគាត់បានយូរប៉ុណ្ណាគាត់នៅជាមួយនឹងខ្ញុំបានយូរប៉ុណ្ណាតែដឹងត្រឹមថាពេលនេះគឺយាយស្រឡាញ់ចៅស្រឡាញ់យាយខ្លាំងមែនតើអរគុណពេលវេលាល្អហើយក្មួយរបស់ខ្ញុំគេថាពូសូមប៉ាត់ម្សៅពូមួយមើលហើយក្មួយខ្ញុំក៏គេមានអ្នកករណីប៉ាត់ម្សៅជាខ្លាំងបងប្អូនទាំងអស់គ្នាហើយតែគេស្អាតអើយសម្បីតែនៅលើម៉ូតូក៏គេស្អាតដែរបងប្អូនទាំងអស់គ្នាគឺសប្បាយមែនតើថ្ងៃនេះខ្ញុំទទួលបានស្នាមញញឹមពេញមួយថ្ងៃហើយក៏យើងធ្វើការថតរូបលេងជុំគ្រួសារបងប្អូនអ៊ំពូមីងទាំងអស់គ្នាគឺសប្បាយមែនតើអរគុណអ៊ំពូមីងដែលបានចូលរួមក្នុងថ្ងៃហ្នឹងហើយក៏អរគុណបងប្អូនដែលបានទស្សនាមើលវីដេអូមួយហ្នឹងសង្ឃឹមថាបងប្អូននឹងជួយ share ម្នាក់មួយសម្រាប់ឲ្យបងប្អូនដទៃមើលឃើញអរគុណជម្រាបលាបាយបាយ